នេះខ្ញុំបង្ហាញពីវិធីកំណត់ការស្រោចចឹងដើម្បីកំណត់ដំបូងយើងចុចប៊ូតុងនេះចុចឲ្យជាប់ពេលចុចជាប់យើងនឹងឃើញប្រភេទបជាហើយនិងម៉ោងម៉ាស៊ីនចឹងបើសិនជាយើងចង់ស្រោចស្វ័យប្រវត្តិយើងត្រូវចុចកន្លែងប្រភេទបជានោះលើប៊ូតុងមួយនេះហើយចុចមួយទៅវាលោតទៅអញ្ចឹងយើងអាចរើសបានអំបិលវាយើងបជាដោយដៃឬក៏ដោយស្វ័យប្រវត្តិអញ្ចឹងបើសិនជាយើងចង់បជាស្វ័យប្រវត្តិយើងអំបិលមកកន្លែងស្វ័យប្រវត្តិនេះហើយចុចលើវាតមកអំបិលរហូតដល់ឃើញពាក្យយល់ព្រមយើងចុចយល់ព្រមអញ្ចឹងរ៉េឡេយើងមាន4អញ្ចឹងផ្ទះសំណាញ់ទី1ទី2ទី3ទី4ឧទាហរណ៍ថាខ្ញុំចង់កំណត់សម្រាប់ផ្ទះសំណាញ់ទី1យើងចង់ដាក់ម៉ោងវាអញ្ចឹងយើងអាចចុចវាជាប់ដូចគ្នាបាទបន្តមកយើងកំណត់ប៉ារ៉ាម៉ែត្របញ្ជាពេលណាប៉ារ៉ាម៉ែត្របញ្ជារ៉េឡេទី1នេះគឺផ្ទះសំណាញ់ទី1អញ្ចឹងយើងចុចបន្តទៀតអញ្ចឹងផ្ទះសំណាញ់ទី1ទៀតខ្ញុំស្រោចលើកទី1ខ្ញុំចុចវាមកថាម៉ោង7ព្រឹក7ព្រឹកចុចលើវាបង្វិលចុចលើវា700បង្វិលតែខ្ញុំស្រោច7ព្រឹកចំនួន5នាទីចុចលើវាខ្ញុំបង្វិលចុចបន្តមកខ្ញុំចុចបង្វិលទៀតរហូតដល់ឃើញសញ្ញាព្រួញយើងចុចវាអានេះបជាទី3ទី4អញ្ចឹងយើងថាសិនមកដាក់តែមួយសិនចាស់យើងយល់ព្រមអញ្ចឹងវាកំណត់ហើយអញ្ចឹងដល់ម៉ោងវានឹងស្រោចអញ្ចឹងក៏យើងបើយើងចង់មើលយើងក៏ចុចលើប៊ូតុងនេះតែមួយទៅវាចេញមកហើយអញ្ចឹងមានន័យថា relay ឬក៏ greenhouse ទី1ដែលយើងឃើញនេះ greenhouse ទី1នេះវានឹងបើកនៅម៉ោង7ព្រឹកនេះបាទអញ្ចឹងចំពោះផ្សេងទៀតទី2ទី3ទី4យើងអត់បានកំណត់ទេអញ្ចឹងវាអត់មានឃើញអីទេបើយើងចង់មើលrelay ឬ greenhouse ទី2យើងចុចទៅទី2បានហើយយើងអាចកំណត់តាមហ្នឹងពេលចប់ហើយយើងឃើញប៉ុណ្ណឹងហើយវាសញ្ញាបច្ចៈថាអូតូគឺអាកន្លែងនេះអក្សរ A តែមួយទៀតបើអត់មកយើងចង់ស្រោចដោយដៃធម្មតាខ្លួនឯងយើងចុចឲ្យជាប់ដូចគ្នាប្រភេទបជាចុចវាហើយយើងយកខាងលើរបស់យើងមុននេះបជាដោយដៃចុចទៅវាមួយចុចយល់ព្រមអញ្ចឹងវាឃើញអក្សរ M អញ្ចឹងអក្សរ M ហ្នឹងមានន័យថាបជាដោយដៃអញ្ចឹងយើងចង់បជាយើងក៏ចុចកន្លែងនេះមកមួយមកអញ្ចឹងមកយើងចុចបជាបើកផ្ទះសំណាញ់ទី1អញ្ចឹងយើងដាក់ចំផ្ទះសំណាញ់ទី1យើងចុចអញ្ចឹងវានឹងបើកមកសន្ទុះក្រោយមកយើងនឹងឃើញថាវាត្រឡប់មកទីតាំងដើមវិញហើយម៉ូទ័រយើងវានឹងដំណើរការស្រោចនៅក្នុងផ្ទះសំណាញ់ទី1អញ្ចឹងបើសិនយើងចង់បិទយើងគ្រាន់តែដាក់ចំវាចុចលើវាមកអញ្ចឹងវានឹងតិចទៀតវានឹងបិទចឹងពេលដែលវាលោត្រឡប់មកវិញគឺវាបិទហើយបាទយើងចុចមកឃើញយើងលែងមិនឃើញអីហើយចឹងវាបិទវិញធម្មតាតែបើសិនបើអុបមកថាយើងចុចទី1យើងឲ្យវាបើកចឹងយើងចង់ដឹងថាវាបើកឬក៏អត់យើងអាចមើលនៅលើ screen នឹងបានចឹងតិចទៀតពេលដែលវាលោតត្រឡប់មកវិញខ្ញុំនឹងបង្ហាញបាទយើងចុចមកយើងឃើញលេខ1